Motherboard Motherboard គឺដូចជាបេះដូងនៃ computer វាជាបន្ទះធំមួយដែលមើលទៅស្មុគស្មាញមានខ្សែភ្ជាប់និង slot ជាច្រើនគ្រឿងបន្លាស់ទាំងអស់ដូចជា RAM CPU GPU ត្រូវភ្ជាប់ទៅវាដើម្បីអាចធ្វើការជាមួយគ្នាគ្មាន motherboard គ្រឿងផ្សេងមិនអាចដំណើរការបានទេ CPU Central Processing Unit ឬ Processor គឺជាខួរក្បាលនៃកុំព្យូទ័រវាមានទំហំតូចប៉ុន្តែមានសមត្ថភាពខ្លាំងវាទទួលពាក្យបញ្ជាហើយធ្វើការគណនានិងដំណើរការទាំងអស់គ្រប់កម្មវិធីដែលអ្នកបើក CPU ជាអ្នកគ្រប់គ្រង Mark ល្បីមាន Intel និង AMD RAM គឺជាអង្គចងចាំបណ្ដោះអាសន្នវាមានរូបរាងដូចបន្ទះស្ដើងដាក់នៅលើ motherboard ពេលអ្នកបើកកម្មវិធីឬ game វានឹងរក្សាទុកទិន្នន័យបណ្ដោះអាសន្នដើម្បីឲ្យ CPU ទាញបានលឿន RAM កាន់តែច្រើនធ្វើឲ្យម៉ាស៊ីនរត់កាន់តែលឿនប៉ុន្តែពេលបិទម៉ាស៊ីនទិន្នន័យក្នុង RAM នឹងបាត់ទាំងអស់ GPU Graphics Processing Unit ឬ Graphics Card គឺជាឧបករណ៍បង្ហាញរូបភាពវាមានរូបរាងជាកាត់វែងមានកង្ហារតូចវាជួយគណនារូបភាពដើម្បីបង្ហាញលើអេក្រង់ប្រសិនបើអ្នកលេងហ្គេមឬធ្វើការ Graphic GPU ខ្លាំងនឹងធ្វើឲ្យរូបភាពកាន់តែច្បាស់ HDD Hard Disk Drive គឺជា storage ប្រភេទចាស់មានថាសបង្វិលខាងក្នុងរូបរាងធំនិងតម្លៃថោកប៉ុន្តែយឺត SSD Solid State Drive គឺ storage ប្រភេទថ្មីល្បឿនលឿនជាង HDD ច្រើនវាមានទំហំតូចដូច Flash Drive PSU Power Supply Unit គឺជាឧបករណ៍ផ្គត់ផ្គង់អគ្គិសនីទៅគ្រឿងបន្លាស់ទាំងអស់វាមានរូបរាងជាប្រអប់មានខ្សែភ្ជាប់ច្រើនវាបំលែងភ្លើងពីក្រៅឲ្យសមស្របសម្រាប់កុំព្យូទ័របើ PSU មិនល្អអាចធ្វើឲ្យម៉ាស៊ីនយើងធ្វើការងារមិនបានល្អដែរ Cooling System គឺប្រើសម្រាប់បញ្ចុះកម្ដៅវាមានដូចជា fan ឬ water coolingពេល CPU និង GPU ដំណើរការខ្លាំងវានឹងក្ដៅហើយប្រព័ន្ធនេះជួយបញ្ចុះកម្ដៅដើម្បីការពារកុំឲ្យខូច